ជំរាបសួរអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel Forniset ថ្ងៃនេះខ្ញុំមានប្រធានបទថ្មីមួយទៀតដែលនិយាយអំពីខ្សែច្រវាក់ផ្គត់ផ្គង់ឬ supply chain យកមកបង្ហាញជូនអ្នកទាំងអស់គ្នាដើម្បីយល់ដឹងបន្ថែមអំពីដំណើរការផលិតទំនិញចេញពីវត្ថុធាតុដើមរហូតដល់ផលិតផលសម្រេចនិងប្រគល់ជូនអ្នកប្រើប្រាស់ចុងក្រោយតោះយើងទៅពិនិត្យមើលទាំងអស់គ្នាថាតើខ្សែច្រវាក់ផ្គត់ផ្គង់ជាអ្វីនិងថាតើដំណើរការវាយ៉ាងដូចម្តេចខ្លះនៅក្នុងវីដេអូនេះផងដែរខ្ញុំនឹងបញ្យល់ព្រមទាំងលើកឧទាហរណ៍សាមញ្ញដែលងាយយល់ឆាប់ចាប់បានពីខ្សែច្រវាក់ផ្គត់ផ្គង់ដែលគេប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃសូមអ្នកទាំងអស់គ្នាជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀតសូមអរគុណបើយោងតាមសៀវភៅ Operation Management របស់លោក William J. Stevenson បោះពុម្ពលើកទី14ក្នុងឆ្នាំ2020នៅក្នុងជំពូកទី1ទំព័រទី4បានប្រាប់យើងអំពីខ្សែច្រវាក់ផ្គត់ផ្គង់ឬក៏ supply chain តើខ្សែច្រវាក់ផ្គត់ផ្គង់ជាអ្វីខ្សែច្រវាក់ផ្គត់ផ្គង់គឺជាលំដាប់របស់អង្គភាពនានារួមទាំងបរិក្ខារទាំងមុខងារនិងសកម្មភាពជាច្រើនដែលពាក់ព័ន្ធទៅនឹងការផលិតនិងការផ្ដល់ទំនិញឬសេវាកម្មខ្ញុំសូមធ្វើការពន្យល់បន្ថែមត្រង់ពាក្យថាលំដាប់សំដៅដល់ការផ្គត់ផ្គង់ដែលផ្ដើមចេញពីផលិតផលដំបូងដែលមានវត្ថុធាតុដើមនិងពង្រីករហូតទៅដល់អតិថិជនដែលជាអ្នកប្រើប្រាស់ចុងក្រោយចំណែកពាក្យថាបរិក្ខាររួមមានឃ្លាំងរោងចក្រកន្លែងកែច្នៃការិយាល័យមជ្ឈមណ្ឌលចែកចាយនិងហាងលក់រាយជាដើមដែលឡែកពាក្យថាមុខងារនិងសកម្មភាពសំដៅដល់ការព្យាករណ៍ការបញ្ជាទិញការគ្រប់គ្រងសារពើភ័ណ្ឌការគ្រប់គ្រងព័ត៌មានការធានាគុណភាពការកំណត់ពេលវេលាការផលិតការចែកចាយការដឹកជញ្ជូននិងសេវាកម្មសម្រាប់អតិថិជនជាដើមខ្ញុំសូមលើកឧទាហរណ៍អំពីខ្សែច្រវាក់ផ្គត់ផ្គង់ដែលផ្ដើមចេញពីការដាំដុះស្រូវសាលីនៅកសិដ្ឋានហើយបញ្ចប់ដោយអតិថិជនទិញនំប៉័ងមួយដើមនៅផ្សារទំនើបរូបភាពនេះបង្ហាញអំពីខ្សែច្រវាក់ផ្គត់ផ្គង់នំប៉័ងដែលដំបូងបង្អស់ផ្ដើមចេញពីការដាំដុះស្រូវសាលីនៅវាលស្រែឬកសិដ្ឋានបន្ទាប់ពីស្រូវសាលីទុំហើយគេធ្វើការច្រូតកាត់ហាលឬសម្ងួតរួចដឹកយកទៅទុកដាក់ក្នុងឃ្លាំងស្រូវសាលីបន្ទាប់ពីច្រកនិងវេចខ្ចប់រួចរាល់គេបានដឹកស្រូវសាលីនោះមកកន្លែងផលិតម្សៅនំប៉័ងដើម្បីផលិតចេញជាម្សៅនំប៉័ងក្រោយដែលបានផលិតចេញជាម្សៅនំប៉័ងរួចរាល់គេបានវេចខ្ចប់រួចដឹកបញ្ជូនបន្តមកកន្លែងផលិតនំប៉័ងដើម្បីកែច្នៃម្សៅនំប៉័ងនោះចេញជាប្រភេទនំប៉័ងផ្សេងៗបន្ទាប់ពីបានផលិតចេញជានំប៉័ងរួចរាល់គេបានវេចខ្ចប់និងត្រួតពិនិត្យគុណភាពបានត្រឹមត្រូវរួចគេបានដឹកបន្តមកកាន់ផ្សារទំនើបដើម្បីដាក់លក់ជូនអតិថិជនដែលជាអ្នកប្រើប្រាស់ចុងក្រោយសរុបជារួមមកខ្សែច្រវាក់ផ្គត់ផ្គង់ជាលំដាប់លំដោយដែលផ្ដើមចេញពីកន្លែងមួយទៅកន្លែងមួយទៀតឬពីអង្គភាពមួយទៅអង្គភាពមួយទៀតដែលរួមបញ្ចូលទាំងបរិក្ខារនិងសកម្មភាពជាច្រើនដើម្បីផលិតនិងផ្ដល់ជាទំនិញឬសេវាកម្មពីផលិតផលដំបូងរហូតដល់អ្នកប្រើប្រាស់ចុងក្រោយខ្ញុំសង្ឃឹមថាវីដេអូមួយនេះជាប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នាដើម្បីយល់ដឹងបន្ថែមអំពីខ្សែច្រវាក់ផ្គត់ផ្គង់ដែលគេបានអនុវត្តក្នុងជីវភាពរស់នៅប្រចាំថ្ងៃសូមអរគុណអ្នកទាំងអស់គ្នាជួបគ្នាសម្រាប់វីដេអូក្រោយៗទៀត